chẳng là bay đo saiបញ្ហាហ្នឹងយើងចេញមកអស់តបមកយើងចូលទៅ remove វាចោលតែម្ដងយើងចុច OK ដើម្បី remove បន្តមកទៀតយើងចូល Google ចូល Google យើង search ថា Telegram old version APK តបមកយើងចុច enter ទៅយើងយកខាងលើគេនេះបន្ទាប់ពីយើងឃើញតម្រង់បែបហ្នឹងហើយយើងចុច see more ចុច see more រហូតដល់យើងឃើញ version 9.7.0 នេះ version នេះថ្ងៃ 20/2023 នេះយើងចុចលើវាមកតបមកទៀតយើងធ្វើការ download វានេះកន្លែងនេះយើងចុចកន្លែង download នៅផ្ទាំងពណ៌បៃតងហ្នឹងអញ្ចឹងវាកំពុង download អានេះដោយសារខ្ញុំបាន download ម្ដងហើយអញ្ចឹងខ្ញុំ download again ដើម្បីបង្ហាញបន្ទាប់ពី download ពេញហើយយើងចុចទៅលើវាតមកចុច install រួចរាល់យើងចុច open មកហើយយើងបញ្ចូលលេខទូរស័ព្ទ login ធម្មតាអញ្ចឹងយើងដាក់លេខកូដប្រទេសមក855កន្លែងនេះមិនបាច់ចាំដាក់លេខ0ទេខ្ញុំដាក់លេខខ្ញុំ7434993យើងចុចសញ្ញាព្រួយ yes continue បន្ទាប់ពីយើងចុចលេខទូរស័ព្ទហើយក្រុមហ៊ុន Telegram នឹងផ្ញើលេខកូដមក Telegram របស់យើងឬក៏ message អញ្ចឹង